ស្ដីមិត្តអ្នកសិក្សាផ្សងលើទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងរៀនអំពីរបៀបប្រើនៅវិក្យសព្ទក្នុងភាសាអង់គ្លេសបានត្រឹមត្រូវជាមួយខ្ញុំបាទ Teacher Pertli Yong បាទ Learning English Practical Vocabulary បាទ The English vocabulary has many different obvious meaning flowing to the structure of a situation or part ចុះមាននៅក្នុងការប្រើប្រាស់វិក្យសព្ទភាសាអង់គ្លេសគឺមានបទដ្ឋានឬមានរបៀបនៃការអត្ថន័យរបស់ពាក្យវិក្យសព្ទអង់គ្លេសនីមួយៗហ្នឹងគឺមានន័យខុសៗគ្នាទៅតាមសំណង់ប្រយោគនៃស្ថានភាពឬទៅតាមលក្ខខណ្ឌឬក៏ទៅតាមបរិបទនៃសំណង់ប្រយោគមួយហ្នឹងទៅតាមបទរបស់វាឥឡូវមកយើងចូលមកក្នុងលំហាត់ដោះស្រាយលំហាត់ vocabulary ដល់ទៅpracticing one right and correct versus correct as in attitude ចឹងគេថានៅក្នុងនេះគឺយើងនិយាយពីរបៀបប្រើ right ជាមួយនឹង correct នៅលក្ខខណ្ឌនៅក្នុងលក្ខខណ្ឌរបស់វាគឺក្នុងលក្ខខណ្ឌ attitude ជាលក្ខខណ្ឌគុណនាមបាទតោះប្រិមត្តអរនេះសាកធ្វើតេស្តសាកល្បងមកតើនៅក្នុង clear ទី1និង clear ក្នុង statement ទី1និង statement ទី2ហ្នឹងតើ statement មួយណាគួរដាក់ right statement មួយណាគួរដាក់ correct តើប្រយោគមួយនេះយើងគួរដាក់ correct ឬក៏ right ណាសាកបងប្អូនគ្នាទៅតើយើងសាកមើលហើយក្នុងអត្ថន័យបកប្រែជាភាសាខ្មែរយើងខេមរៈភាសាយើងគឺមានន័យដូចគ្នាទេប៉ុន្តែពាក្យហ្នឹងមានន័យតែមួយប៉ុន្តែរបៀបប្រើរបស់វាគឺទៅតាមបរិបទនៃសំណង់ប្រយោគហ្នឹងឯងហើយទៅតាមលក្ខខណ្ឌរបស់វានីមួយនៅក្នុងក្បួនខ្នាតវិជ្ជាកររបស់ភាសាអង់គ្លេសបាទ when you ទី1យើងចូលមកទី1សិន when you think and do anything in the way you will get the result truly and number 2 if you have a grammar course well you will know which one is what answer on that worksheet ទីពីរបើសិនជាអ្នកបានសិក្សាឬរៀននៅវគ្គវិជ្ជាករបានល្អបានជំនាញណាអ្នកនឹងដឹងនៅចម្លើយណាមួយដែលជាចម្លើយត្រឹមត្រូវនៅក្នុងសិលកិច្ចការហ្នឹងបាទហើយនេះយើងបកជាភាសាទៀតwhen you think and do anything in what way you will get the result truly ល្បះទី1នេះប្រយោគទី1គេចង់និយាយថាបើសិនជាអ្នកឯងគិតណាអ្នកឯងគិតនឹងធ្វើនៅរឿងអ្វីមួយនៅក្នុងផ្លូវដែលត្រឹមត្រូវអ្នកនឹងទទួលបានលទ្ធផលយ៉ាងពិតប្រាកដណាចង់និយាយចឹងតោះយើងមកមើលចម្លើយអស់គ្នាតើទី1យើងត្រូវប្រើពាក្យ correct ឬមួយក៏ពាក្យ right អូខេយ៉ាចម្លើយត្រឹមត្រូវគឺយើងប្រើពាក្យ right បាទហើយចម្លើយទី2គឺយើងត្រូវប្រើពាក្យ correct មានន័យថា when you think and do anything in the right way you will get the result truly បាទនៅពេលណាដែលអ្នកគិតហើយនឹងធ្វើអ្វីមួយនៅក្នុងផ្លូវដែលត្រឹមត្រូវឬមួយទៅក្នុងវិធីមួយដែលត្រឹមត្រូវអ្នកនឹងទទួលលទ្ធផលយ៉ាងពិតប្រាកដបានទទួលយ៉ាងពិតប្រាកដណាហើយទី2 if you have a grammar course well you will know which one is the correct answer on this worksheet យ៉ាងនិយាយថាបើសិនជាអ្នកបានរៀនវិជ្ជាករច្បាស់លាស់បានសិក្សាពីវិជ្ជាករសាស្ត្រច្បាស់លាស់អ្នកនឹងដឹងនៅមួយណាជាចម្លើយត្រឹមត្រូវនៅក្នុង worksheet នេះណានេះគឺចម្លើយហើយនេះគឺជា note write
often about social manner correct be about education measuring and rule ត្រូវចាំនឹងលក្ខខណ្ឌរបស់វាហ្នឹង right គឺយើងប្រើនៅក្នុងសិលធម៌សង្គមឬមួយការបដិបត្តិនៃសង្គមរបៀបរបបនៃការរស់នៅក្នុងសង្គមគេប្រើពាក្យ right មានន័យថាត្រឹមត្រូវហើយ correct ក៏មានន័យថាត្រឹមត្រូវដែរប៉ុន្តែវាលៀងគ្នាបន្តិចយើងត្រូវប្រើវានៅក្នុងការវាស់វែងនិងការសិក្សាឬក៏ជាការប្រឡងអញ្ចឹងចុះជាការវាស់វែងក្បួនខ្នាតនៃការសិក្សាជាក្នុងលក្ខណៈច្បាប់នៅក្នុងស្ថានភាពឬមួយហេតុការណ៍ណាមួយដែលច្បាស់លាស់ជាក់លាក់ដែលយើងថ្លែងការមកច្បាស់លាស់ជាក់លាក់នឹងទៅសេច្បាស់លាស់នឹងគេហៅថា education measuring បាទសូមគោរព yes in practical practicing to write and correct with as in a verb ជាក្នុងលក្ខយើងប្រើ write និង correct ក្នុងលក្ខខណ្ឌជា verb ម្ដងតោះហើយយើងសាកទៅតេស្តមួយទៀតតើមួយណាគួរដាក់ right ហើយមួយណាគួរដាក់ correct តោះយើងមើល sentence 1 statement 1 the same ណា okay the one who knows is wrong and yet correct or right himself correct or right himself he's the right one នៅក្នុងបទទី1គឺចង់ឲ្យថាមនុស្សដែលគាត់ដឹងពីកំហុសរបស់គាត់ហើយកែនៅកំហុសរបស់គាត់នៅខ្លួនឯងពួកគាត់ហ្នឹងគឺជាមនុស្សត្រឹមត្រូវគឺជាមនុស្សល្អទេឬក៏តែត្រឹមត្រូវណាយើងចូលដល់ statement 2 ឬមើល statement 2 វិញតែយើងគួរពេញ right correct អានេះតែតកែកំហុសណាតើយើងមកចូលលើទី2 when the teacher told Draper the mistake see what correct or right it carefully តែយើងជ្រើសរើស correct or right បកប្រែថានៅពេលដែលលោកគ្រូប្រាប់ស្រីពៅនៅកំហុសឬមួយនៅកំហុសហ្នឹងនាងក៏បានកែតម្រូវកំហុសរបស់នាងយ៉ាងប្រុងប្រយ័ត្នហ្នឹងហើយយើងមករំលឹកវិញថាចម្លើយដែលសំទៅនៅពេលនេះទៅយើងកែជាលក្ខណៈមួយរបៀបក្នុងជីវធម៌ក្នុងសង្គមវាប្រើថា social manner យើងប្រើពាក្យថា right himself កែខ្លួនហើយបានត្រឹមត្រូវហើយបើក្នុងនេះវិញយើងត្រូវដាក់ពាក្យ correct តែនាងកែហ្នឹងគឺកែលក្ខណៈការងារកិច្ចការសាលារបស់នាងឬមួយកែលក្ខណៈការសរសេរអ្វីម្យ៉ាងដែរខ្ញុំ carefully បាទនៅក្នុងលក្ខខណ្ឌដដែលអូខេបាទសូមអរគុណចំពោះការតាមទស្សនានៅវីដេអូមេរៀនជាភាសាអង់គ្លេសរបស់ខ្ញុំបាទអរគុណសូមជួយចុច like និង subscribe ដើម្បីទទួលបាននៅមេរៀនភាសាក្រោយទៀតតើតើនឹងបច្ចេកទេសប្រើពាក្យនេះនៅក្នុងនឹង channel មួយនេះបាទសូមអរគុណបាទសង្ឃឹមថាវីដេអូនេះនឹងជាឯកសារយោងនឹងជាវីដេអូឯកសារយោងសម្រាប់ប្រិយមិត្តអ្នកសិក្សាភាសាអង់គ្លេសទូទៅគ្រប់មជ្ឈដ្ឋានទាំងផ្នែកថ្នាក់primary និង secondary ឬក៏ថ្នាក់ high school អាចជួយបានអញ្ចឹងណាសូមឲ្យជួយចុច like subscribe ឲ្យផងអរគុណហើយខាងក្រោមនេះគឺជា donation អ្នកដែលសង្ឃឹមថាប្រិយមិត្តដែលគាត់មានទឹកចិត្តសប្បុរសចង់ជួយឧបត្ថម្ភកាហ្វេអញ្ចឹងទៅអរគុណច្រើនសង្ឃឹមថាជោគជ័យក្នុងការសិក្សារបស់គ្នា see you later and see you in the next video I will try to make the best word for you the best vocabulary in use for you again. Bye bye.